សូមស្វាគមន៍មកកាន់រឿងកំប្លែងចំណងជើងថាសមរភូមិក្របីដែកនិងមុនស្នេហ៍អ្នកស្រែសូមអញ្ជើញទស្សនាដោយក្តីសប្បាយរីករាយទាំងអស់គ្នាបលឹមស្រាងនៅវាលស្រែសុកកំពុងច្រៀងចម្រៀងបំពេក្របីរបស់គាត់ឈ្មោះមីកៅយ៉ាងផ្អែមល្ហែមរហូតដល់ក្របីងក់ក្បាលតាមចង្វាក់ភ្លេងស្រាប់តែភ័ក្របើកត្រាក់ទ័រទំនើបតម្លៃរាប់ម៉ឺនដុល្លារមកក្បែររួចបង្អួតផ្សែងខ្មៅដាក់មុខសុកធ្វើឲ្យសុកត្រូវឆ្លោះផ្សែងរហូតហៀទឹកភ្នែកភ័ក្រសើចំអុកថាឲ្យសុកថាមានតែក្របីចាស់សម័យនេះគេប្រើម៉ាស៊ីនអហ្វហើយគ្មាននរណាចង់ជីកក្របីហិតក្លិនភ្ញុកនោះទេសុកមិនខឹងឡើយតែបែរជាតបវិញដោយស្នាមញញឹមថាក្របីរបស់គាត់មិនត្រឹមតែចេះជួយស្រាទេថែមទាំងចាស់យួរចិត្តម្ចាស់ទៀតផងញ៉ៃមានដើរកាត់តាមមាត់របងផ្ទះមាសរួចស្រែកប្រាប់ព័ត៌មានក្តៅថាសុកនិងភ័ក្រកំពុងឆ្លោះគ្នាដណ្ដើមបេះដូងនាងនារីមាសដែលកំពុងអង្គុយលើគ្រែក្រាំផ្ទះចេញមកស្ដាប់ទាំងចង់សាយចង់យំព្រោះគាត់ដឹងថាអ្នកទាំងពីរនេះគ្មានអ្នកណាព្រមចែកអ្នកណាណោះទេនារីដែលកំពុងបោះផ្ទះក៏លួចញញឹមពេលឮឈ្មោះសុកប៉ុន្តែនាងក៏បារម្ភព្រោះសុកក្រជាងភ័ក្រឆ្ងាយណាស់យាយមាននិយាយប្រថែមថាភ័ក្របានសន្យានឹងទិញឡានទំនើបឲ្យនារីជិះបើសិនជានាងព្រមរៀបការជាមួយគេមាសសម្រេចចិត្តហៅសុកនិងភ័ក្រមកជួបនៅផ្ទះដើម្បីបញ្ចប់ជម្លោះស្នេហានេះតាមរយៈការប្រកួតប្រជែងសមត្ថភាពបែបអ្នកស្រែលក្ខខណ្ឌទី1គឺការប្រកួតហៅក្របីឲ្យរាំតាមចង្វាក់ភ្លេងខ្មែររួចឲ្យវារកម្ចាត់ឃើញទោះបីជាបិទភ្នែកក៏ដោយភ័ក្រឮហើយសើចចំហមាត់ព្រោះគេគិតថាគេមានលុយទិញម៉ាស៊ីនបញ្ជាពីចម្ងាយមកបំពាក់លើក្របីគេបានយ៉ាងងាយចំណែកសុកវិញមានការបារម្ភបន្តិចដែរតែគាត់មានទំនុកចិត្តលើមីកៅដែលគាត់ធ្លាប់បង្ហាត់រាល់ថ្ងៃនៅក្នុងរោងជាងក្រោយផ្ទះសុកចាប់ផ្ដើមរៀបចំឧបករណ៍ចម្លែកដើម្បីជួយដល់ការប្រកួតរបស់គាត់យកធុងជ័រចាស់និងបន្ទះដៃអេកចាយមកច្នៃជាឧបករណ៍បំពង់សំឡេងដែលមានសូរសៀងដូចសត្វស្លាបសុកជឿថាការប្រើប្រាស់ធម្មជាតិនិងភាពច្នៃប្រឌិតនឹងឈ្នះលើគ្រឿងម៉ាស៊ីនដែលគ្មានវិញ្ញាណគាត់និយាយខ្សឹបប្រាប់មីកៅថាឲ្យខំប្រឹងដើម្បីបាននារីមកធ្វើជាម្ចាស់ស្រីរបស់វាហើយមីកៅក៏គ្រវីកន្ទុយយល់ព្រមយ៉ាងរហ័សភ័ក្រមិនអន់ដែរគេបានទៅទីក្រុងទិញឧបករណ៍បំពងសំឡេងស៊េរីចុងក្រោយនិងភ្លើងពណ៌ចម្រុះមកបំពាក់លើត្រាក់ទ័ររបស់គេជួលជាងជំនាញមកកែច្នៃឲ្យត្រាក់ទ័រនោះមានរូបរាងដូចរថយន្តប្រណាំងដើម្បីបំភ័យសុកឲ្យរាងចាវភ័ក្រថែមទាំងបានទិញក្របីសិប្បនិម្មិតដែលធ្វើពីជ័រកៅស៊ូរួចបំពាក់ម៉ូទ័រឲ្យវាជាក់រំតាមបញ្ជា Telegram ទៀតផងគេអួតប្រាប់អ្នកភូមិថានេះជាបច្ចេកវិទ្យាដែលសុកមិនដែលឃើញសូម្បីតែក្នុងយល់សប្តិថ្ងៃប្រកួតទី1 model អ្នកភូមិមកជុំគ្នានៅវាលស្រែធំយ៉ាងច្រើនកុះកខ្លះកាន់ស្គរដៃខ្លះកាន់ឃ្លុយមកលើកទឹកចិត្តភ័ក្រតេចាប់ផ្ដើមមុនគេដោយបញ្ជាឲ្យក្របីចររបស់គេរាំបត់រាំវង់យ៉ាងរស់រវើកធ្វើឲ្យអ្នកភូមិភ្ញាក់អាវយ៉ាងខ្លាំងប៉ុន្តែស្រាប់តែម៉ូទ័រឆ្លងចរន្តអគ្គិសនីធ្វើឲ្យក្របីចររាំរហូតផ្ទុះផ្សែងហ៊ុយត្រឡោមរត់បុកចូលភុកធ្វើឲ្យភ័ក្រប្រឡាក់ពេញខ្លួនអ្នកភូមិផ្ទុះសំណាតក្អកកាយធ្វើឲ្យភ័ក្រខ្មាស់គេរហូតចង់លុបចូលក្នុងទឹកស្រែដល់វិញសុកម្ដងកូតគ្រាន់តែដេញឃ្លុយយ៉ាងទន់ភ្លន់មីកៅក៏ចាប់ផ្ដើមដើររយងរយ៉ាងតាមចង្វាក់ភ្លេងយ៉ាងសមសួនបន្តមកសុកឲ្យគេយកក្រណាត់មកចងបិទភ្នែកគាត់រួចគាត់ហួយហៅមីកៅចេញពីហ្វូងក្របីដទៃទៀតមីកៅដើរតម្រង់ទៅរុកសុករួចយកក្បាលមកគិតលើស្មារបស់គាត់យ៉ាងស្និទ្ធស្នាលបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅមាសងក់ក្បាលពេញចិត្តហើយនារីក៏លួចទះដៃអបអសាទរឲ្យសុកដែលលាកលៀមភ័ក្រខឹងសម្បាយ៉ាងខ្លាំងដែលចាន់សុកនៅទឹកដំបងគេក៏ស្នើឲ្យមានការប្រកួតទី2គឺការកែច្នៃគោយន្តឲ្យคล้ายជាយានអវកាសមាសយល់ព្រមតាមការស្នើនេះព្រោះគាត់ចង់ឃើញការច្នៃប្រឌិតរបស់យុវជនខ្មែរក្នុងភូមិរបស់គាត់សុកមានគោយន្តកន្ត្រៃចាស់មួយដែលជិតដាច់ខ្យល់ទៅហើយចំណែកភ័ក្រមានត្រាក់ទ័រមហាអំណាចដ៏ថ្មីសន្លាងអ្នកភូមិចាប់ផ្ដើមភ្នាល់គ្នាខ្លះថាភ័ក្រឈ្នះព្រោះមានលុយខ្លះថាសុកឈ្នះព្រោះមានស្នៀតខ្លាំងយាយមានដាយជុំវិញភូមិប្រមូលសម្រាមនិងហូបោសចាស់យកទៅឲ្យសុកព្រោះគាត់ចង់ជួយសុកឲ្យឈ្នះភ័ក្រដែលអួតអាងពេកសុកយកបន្ទះ CD ចាស់ស្លឹកត្នោតនិងត្នោតងាប់មកតុបតែងគោយន្តរបស់គាត់យ៉ាងផ្ចិតផ្ចង់គាត់ច្នៃឲ្យមានកង្ហាបកនៅខាងក្រោយនិងមានក្បាលនាគនៅខាងមុខគោយន្តដែលធ្វើពីឫស្សីសុកខំធ្វើការទាំងយប់ទាំងថ្ងៃសម្បីតែបាយក៏មិនសូវបានញ៉ាំដែររហូតនារីលួចផ្ញើបាយកញ្ចប់មកឲ្យចំណែកភ័ក្រវិញគេចំណាយលុយរាប់ពាន់ដុល្លារទិញថ្នាំពណ៌ចំណាំងផ្លាតនិងភ្លើងឡាស៊ែរមកបំពាក់លើត្រាក់ទ័ររបស់គេ
គេថែមទាំងជួនអ្នករចនាម៉ូដពិធីក្រុងមកជួយតុបតែងឲ្យដូចយានអវកាសក្នុងរឿង Hollywood ភ័ក្រជួជាក់ថាភាពស្រកស្អាតនៃបច្ចេកវិទ្យានឹងធ្វើឲ្យអ៊ំមៀតភ័យរន្ធត់ហើយព្រមលើកូនស្រីឲ្យគេភ្លាមគេដើរជុំវិញភូមិទាំងអួតអាងថាយានអវកាសរបស់ខ្ញុំអាចហក់ទៅដល់ឋានព្រះច័ន្ទបានកុំថាលយត្រឹមវាលស្រែយប់មុនថ្ងៃប្រកួតមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យវាលស្រែប្រែជាភុកជ្រឺដែលជាឧបសគ្គដ៏ធំសម្រាប់ការភិងអានយានអវកាសភ័ក្រមិនបារម្ភឡើយគេគិតថាម៉ាស៊ីនគេខ្លាំងគ្មានអ្វីអាចមករារាំងគេបាននោះចំណែកសុកវិញបានចំណាយពេលកែច្នៃកង់គោយន្តឲ្យមានទ្រង់ទ្រាយធំជាងមុនដើម្បីកុំឲ្យជាប់ភុកគាត់ដឹងថាវាលស្រែស្រុកអៀងមិនដូរថ្នល់កៅស៊ូទេត្រូវតែប្រែបច្ចេកទេសឲ្យត្រូវនឹងស្ថានភាពដីព្រឹកឡើងការប្រកួតចាប់ផ្ដើមភ័ក្របើកយានអវកាសត្រាក់ទ័រពណ៌ក្រហមឆ្អៃមានភ្លើងភ្លឹបផ្លែតចេញមកមុនគេអ្នកភូមិស្រែកហៅកិនជ្រាវព្រោះមិនដែលឃើញអ្វីដែលទំនើបបែបនេះពីមុនមកក្នុងភូមិដាច់ស្រយាលប៉ុន្តែនៅពេលដែលភ័ក្រព្យាយាមបើកកាត់ភុកជ្រាវស្រាប់តែត្រាក់ទ័រដ៏ធ្ងន់នោះជាប់ភុកងើបមិនរួចភ័ក្រខំជន់ហ្គាបន្ថែមធ្វើឲ្យភុកខ្ទាតពេញមុខមេឃុំនិងអ្នកភូមិដែលនៅក្បែរនោះធ្វើឲ្យគ្រប់គ្នាខឹងសម្បាយយ៉ាងខ្លាំងដល់វេនសុកម្ដងគាត់បើកគោយន្តក្របីដែកស៊េរីថ្មីដែលតុបតែងដោយស្លឹកត្នោតនិងបន្តា CD ចាំងភ្នែកដូចពេជ្រគោយន្តរបស់សុកស្រាមនិងមានកង់កាយឆ្នៃពិសេសធ្វើឲ្យវាអាចដើរលើភុកបានយ៉ាងស្រួលដោយកំពុងហោះហើរក្បាលនាគរស័យនៅខាងមុខបាញ់ទឹកចេញមុខដើម្បីលាងជម្រះភុកដែលខ្ទាតលើមុខអ៊ំមាសទៀតផងអ្នកភូមិផ្ទះដៃសាទរចំពោះភាពឆ្លាតវៃរបស់សុកដែលចេះយករបស់ធម្មជាតិមកប្រើប្រាស់បានយ៉ាងមានប្រយោជន៍ភ័ក្រខឹងខ្លាំងពេកក៏សម្រេចចិត្តប្រើល្បិចខូចដោយលួចដាក់ស្ករសក្នុងធុងសាំងគោយន្តរបស់សុកនៅពេលយប់គេសង្ឃឹមថាម៉ាស៊ីនរបស់សុកនឹងរលត់នៅថ្ងៃប្រកួតចុងក្រោយដែលជាការប្រកួតល្បឿននិងភាពធន់តែភ័ក្រមិនដឹងទេថាសុកមានទម្លាប់ពិនិត្យម៉ាស៊ីនយ៉ាងល្អិតល្អន់មុនពេលចេញដំណើរជានិច្ចសុកបានឃើញស្នាមស្ករសនៅមាត់ធុងសាំងក៏ដឹងភ្លាមថាជាស្នាដៃរបស់ភ័ក្រតែគាត់មិនបានតបតដោយហិង្សានោះទេជំនួសឲ្យការខឹងសុកបានយកទឹកត្នោតជូរដែលផ្អាប់ទុកយូរមកលាយជាមួយប្រេងសាំងតាមរូបមន្តអត្ថាកំបាំងរបស់គាត់និយាយលេងសើចថាបើឯងចង់ឲ្យម៉ាស៊ីនអញផាមឯងនឹងឲ្យវាស្រវឹងរត់លឿនជាងមុនទៅទៀតម៉ាស៊ីនគោយន្តចាប់ផ្ដើមឆែកឡើងវិញដោយមានក្លិនប្រហែលដូចនំអាកោធ្វើឲ្យអ្នកភូមិឆ្ងល់គ្រប់គ្នាសុកញញឹមដាក់ភ័ក្ររួញងក់ក្បាលជាសញ្ញាថាគាត់ត្រៀមខ្លួនជាស្រេចសម្រាប់សមរភូមិចុងក្រោយថ្ងៃសម្រេចវាសនាបានមកដល់អ៊ំមាសប្រកាសថាការប្រកួតចុងក្រោយគឺការដណ្ដើមទង់ជាតិនៅត្រើយម្ខាងនៃបឹងធំអ្នកណាអាចយកទង់ជាតិមកឲ្យនារីបានមុនគេអ្នកនោះនឹងក្លាយជាកូនប្រសាររបស់គាត់ជាផ្លូវការភ័ក្ររៀបចំត្រាក់ទ័ររបស់គេដោយបដូរម៉ាស៊ីនថ្មីដែលខ្លាំងជាងមុនទ្វេដងដើម្បីធានាថាគេនឹងឈ្នះដាច់នារីឈរកាន់ទង់ជាតិទាំងបេះដូងលោតញាប់ព្រោះនាងចង់ឲ្យសុកជាអ្នកឈ្នះពិតប្រាកដការប្រកួតចាប់ផ្ដើមភ័ក្របើកត្រាក់ទ័រសម្ដៅទៅបឹងយ៉ាងលឿនតែដោយសារល្បឿនលឿនពេកគេមិនអាចគ្រប់គ្រងចង្កូតបានល្អត្រាក់ទ័ររបស់គេបានបុកនឹងដំបូករួចក្លាប់គ្រោកគ្រឹងទឹកបឹងធ្វើឲ្យភ័ក្រត្រូវហែលទឹកឡើងគោកទាំងអាម៉ាសែងខ្មៅហួយចេញពីម៉ាស៊ីនត្រាក់ទ័រធ្វើឲ្យត្រីក្រុងបឹងផ្អើលហែលរត់អស់ភ័ក្រស្រែកគេម៉ាស៊ីនខ្លួនឯងទាំងកំហឹងព្រោះគេមិនបានត្រៀមខ្លួនសម្រាប់ឧបសគ្គធម្មជាតិបែបនេះសុកបើកគោយន្តរបស់គាត់ដោយភាពស្ងប់ស្ងាត់គាត់ប្រើកម្លាំងម៉ាស៊ីនល្មមតែរឹងមាំនិងមានស្ថិរភាពបំផុតនៅពេលដល់មាត់បឹងសុកបានទម្លាក់ឧបករណ៍បណ្ដែតទឹកដែលធ្វើពីធុងចរចាស់ៗដែលគាត់បានរៀបចំទុកគោយន្តរបស់សុកប្រែជាទូកម៉ាស៊ីនយ៉ាងអស្ចារ្យបើកាត់ផ្ទៃទឹកបឹងយ៉ាងរលូនឆ្ពោះទៅរកទង់ជាតិអ្នកភូមិស្រែកហៅកញ្ជ្រៀវពេញមាត់បឹងព្រមមិននឹកស្មានថាគោយន្តកន្ត្រីអាចក្លាយជាទូកបានឡើយសុកយកទង់ជាតិបានសម្រេចរួចបើកត្រឡប់មកវិញដោយនាំយកភ័ក្រដែលកំពុងអណ្ដែតទឹកមកជាមួយផងទោះបីជាភ័ក្រធ្លាប់ធ្វើបាបគាត់យ៉ាងណាក៏ដោយក៏សុកមិនដែលទុកគេចោលក្នុងគ្រាក្រនោះដែរសកម្មភាពដ៏មានគុណធម៌នេះបានធ្វើឲ្យអ្នកភូមិនិងអ៊ំមាសកោតសរសើរសុកជាខ្លាំងភ័ក្រមានអារម្មណ៍ខ្មាស់អៀននិងចាប់ផ្ដើមដឹងខ្លួនថាសម្ភារៈនិយមមិនអាចឈ្នះទឹកចិត្តមនុស្សបានឡើយនៅពេលមកដល់ត្រាយសុកបានយកទង់ជាតិទៅប្រគល់ឲ្យនារីទាំងញញឹមបិទមាត់មិនចិត្តនារីទទួលទង់ជាតិទាំងទឹកមុខរីករាយរួចងាកទៅរកឪពុករបស់នាងដើម្បីសុំការសម្រេចចិត្តចុងក្រោយអ៊ំមាសោយក្អាកក្អាយរួចប្រកាសថាសុកមិនត្រឹមតែឈ្នះការប្រកួតទេតែគេឈ្នះចិត្តមនុស្សគ្រប់គ្នា
យាយមានក៏រត់មកអបអសាទររត់និយាយបង្អាប់ភ័ក្រថាកុំអួតពេកឥឡូវត្រូវជិះគោយន្តសុកត្រឡប់ទៅផ្ទះវិញហើយ ភ័ក្រដើរមកសុំទោសុកចំទួតរទាំងវើមិនឡដែលគេបានធ្វើកន្លងមកហើយគេសន្យាថានឹងរៀនសូត្រពីសុកសុកចាប់ដៃភ័ក្ររួយប្រាប់ថាយើងជាអ្នកស្រែដូចគ្នាត្រូវតែជួយគ្នាទៅភូមិយើងមានការអភិវឌ្ឍភ័ក្របានសម្រេចចិត្តលក់ត្រាក់ទ័រទំនើបរបស់គេរួចយកលុយមកជួយសុកបង្កើតរោងជាងកែច្នៃម៉ាស៊ីនកសិកម្មពួកគេទាំងពីរបានក្លាយជាមិត្តភក្តិល្អនឹងគ្នាចាប់ដៃគ្នាបង្កើតអ្វីដែលថ្មីសម្រាប់សហគមន៍ពិធីភ្ជាប់ពាក្យរវាងសុកនិងនារីដែលត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញតែពោរពេញដោយភាពសប្បាយរីករាយនិងស្នាមញញឹមអ្នកភូមិបាននាំគ្នាជួយរៀបចំពិធីខ្លះបុកអំបុកខ្លះធ្វើម្ហូបរួមទាំងយាយមានដែលដើរចាត់ចែងការងារមិនឈប់ឈរសុកស្លៀកពាក់ឈុតបុរាណមើលទៅសង្ហាជាងពីជិះគោយន្តឆ្ងាយណាស់ធ្វើឲ្យនារីអៀនព្រានរហូតមុខក្រហមមីកៅក៏ត្រូវបានគេយកមកតុបតែងខ្លួនដោយផ្កាឈូកដើម្បីចូលរួមអបអរសាទរម្ចាស់របស់វាក្នុងពិធីនោះអ៊ំមាសបានឡើងនិយាយថាសេចក្តីសុខមិនមែនស្ថិតលើលុយកាក់ច្រើនឡើយគឺស្ថិតលើភាពស្មោះត្រង់និងការច្នៃប្រឌិតគាត់បានផ្ដល់ដីស្រែមួយកន្លែងជាកាដូដល់សុខនិងនារីដើម្បីឲ្យពួកគេកសាងជីវិតថ្មីជាមួយគ្នាសុខបានសន្យានឹងមើលថែនារីឲ្យបានល្អបំផុតនិងមិនឲ្យនាងត្រូវពិបាកឡើយគ្រប់គ្នាបានលើកកៅទឹកថ្នោតជូរជក់ជ័យបង្កើតជាបរិយាកាសដ៏មានន័យបំផុតក្នុងភូមិក្រោយថ្មីបញ្ជាពាក្យសុកនិងភ័ក្របានរួមគ្នាបង្កើតគោយន្តអវកាសស៊េរីថ្មីដែលប្រើថាមពលពន្លឺព្រះអាទិត្យពួកគេបានយកបន្ទះ CD ចាស់ៗហូកធ្វើជាកញ្ចក់ឆ្លុះកម្ដៅថ្ងៃដើម្បីជួយឲ្យម៉ាស៊ីនដើរដោយមិនបាច់ប្រើសាំងការច្នៃប្រឌិតនេះបានល្បីលាប់ដល់ស្រុកដទៃទៀតណារហូតមានគេមកទស្សនាការងារជាហូរហាសុកបានក្លាយជាវីរបុរសសុកស្រែដែលចាក់យកចំណេះដឹងមកប្រើប្រាស់ឲ្យត្រូវតាមកាលៈទេសៈយាយមានដែលធ្លាប់តែនិយាយដើមគេឥឡូវខ្លាចជាអ្នកនាំពាក្យផ្សព្វផ្សាយពីផលិតផលគោយន្តរបស់សុកទៅវិញគាត់ដាល់អួតប្រាប់គ្រប់គ្នាថាសុកជាក្មួយធររបស់គាត់ហើយគាត់ជាអ្នកផ្ដល់គំនិតច្នៃប្រឌិតខ្លះៗដល់សុកទោះបីជាគ្រប់គ្នាដឹងថាយាយមាននិយាយបំភ្លឺបន្តិចមែនតែគេក៏សប្បាយចិត្តនឹងភាពរីករាយរបស់គាត់ភូមិដែលធ្លាប់តែស្ងប់ស្ងាត់ឥឡូវមានសំឡេងម៉ាស៊ីននិងសណោតពេញវាលស្រែថ្ងៃរៀបការមកដល់សុកមិនជិះឡានទំនើបទៅហែចំនួនទេតែគាត់ជិះក្របីដែកស៊េរីថ្មីដែលតុបតែងយ៉ាងស្អាតភ័ក្រជាអ្នកបើកនាំមុខដោយមានក្បួនហែចំនួនវែងអន្លាយជិះតាមពីក្រោយយ៉ាងគគ្រឹកគគ្រេងអ្នកភូមិបាននាំគ្នាច្រៀងរាំតាមចង្វាក់ភ្លេងខ្មែរធ្វើឲ្យបរ្យាកាសពោរពេញដោយក្តីរំភើបនារីអង្គុយរងចាំក្នុងផ្ទះទាំងស្នាមញញឹមព្រោះនាងដឹងថានាងបានជ្រើសរើសមនុស្សប្រុសមិនខុសឡើយនៅក្នុងពិធីការមានការប្រកួតរាំវង់ជុំវិញកយន្តដែលសុកបានកែច្នៃធ្វើឲ្យគ្រប់គ្នាមានភាពសប្បាយរីករាយជាខ្លាំងសូម្បីតែមេឃុំអ៊ុំមេតក៏ឡើងរាំយ៉ាងសកម្មជាមួយយាយមានធ្វើឲ្យអ្នកភូមិសើចរហូតជក់ពោះសុកនិងនារីបានដើរសំពះអរគុណភ្ញៀវកិត្តិយសគ្រប់គ្នាដែលបានមកចូលរួមនេះគឺជាមង្គលការដែលប្លែកនិងមានការចងចាំល្អបំផុតប្រចាំឆ្នាំនៅក្នុងភូមិយប់ជ្រៅបន្តិចភ័ក្របានយកកាដូពិសេសមួយមកឲ្យសុកគឺជាសៀវភៅប្លង់រចនាម៉ាស៊ីនដែលគេបានគូរដោយផ្ទាល់ដៃភ័ក្រនិយាយថានេះគឺជាការចាប់ផ្ដើមនៃអាណាចក្រកសិកម្មថ្មីរបស់យើងដែលគ្មានអ្នកណាអាចមកបង្ក្រាបបានសុកមានក្តីរំភើបយ៉ាងខ្លាំងហើយពួកគេបានសន្យាថានឹងធ្វើឲ្យកសិករខ្មែរមានមោទនភាពចំពោះខ្លួនឯងនារីឈរក្បាលសុកទាំងមោទនភាពព្រោះប្តីរបស់នាងមានទាំងចំណេះដឹងនិងមិត្តភាពដ៏ល្អរឿងរ៉ាវរបស់សុកភ័ក្រនិងនារីបានក្លាយជាវីរភាពដែលក្មេងៗក្នុងភូមិតែងតែយកមកនិយាយរាល់ពេលអង្គុយលើខ្នងក្របីពួកគេរៀនសូត្រពីភាពស្មោះត្រង់របស់សុកភាពក្លាហានក្នុងការទទួលកំហុំរបស់ភ័ក្រនិងភាពរឹងមាំរបស់នារីវាលស្រែដែលធ្លាប់តែជាកន្លែងធ្វើការឥឡូវបានក្លាយជាសមរភូមិនៃការច្នៃប្រឌិតនិងក្តីសង្ឃឹមរៀងរាល់ល្ងាចគេតែងតែឃើញពួកគេទាំង3អង្គុយជជែកគ្នាលេងនៅមាត់បឹងយ៉ាងរីករាយជាចុងក្រោយសុកបាននិយាយប្រាប់មីកៅនៅមុខផ្ទះថ្មីរបស់គាត់ថាឃើញទេមីកៅភាពស្មោះត្រង់និងគំនិតល្អនឹងនាំយើងទៅរកជោគជ័យមីកៅគ្រូវីគុនទួយរួចយំងាយហាក់បីដូចជាយល់នៅអ្វីដែលម្ចាស់វាបាននិយាយយ៉ាងច្បាស់
គ្រប់គ្នាដែលបានស្ដាប់រឿងនេះក៏ផ្ទុះសំណើចនិងអបអរសាទរចំពោះស្នេហាញាក់ស្រាយដ៏មានមុនស្នេហ៍មួយនេះរឿងរ៉ាវបញ្ចប់ដោយភាពសុខសាន្តនិងស្នាមញញឹមដែលមិនអាចបំភ្លេចបានក្នុងដួងចិត្តអ្នកភូមិគ្រប់រូប